Rệp xuống miền Nam bay đá, nè anh em sẽ ba sát trên ti group slang group an. Nhưng chung chúa vươn sẽ đến chiaประเทศគ្រប់គ្រងកម្មវិធីសិក្សាភាសាខ្មែរនៅសាលារៀនកាឌិនភ្នំពេញថ្ងៃនេះអ្នកខ្ញុំចង់មកបង្ហាញពីលក្ខណៈពិសេសរបស់កម្មវិធីសិក្សាភាសាខ្មែរទាំង4កម្រិតដែលក្នុងនោះរួមមានទី1ប្រតិសិក្សាទី2ថ្នាក់បឋមសិក្សាទី3ថ្នាក់អនុវិទ្យាល័យនិងទី4ថ្នាក់វិទ្យាល័យចំពោះថ្នាក់បតិសិក្សាចែកចេញជាពីកម្រិតផ្សេងគ្នាមតិសិក្សាកម្រិតមធ្យមនិងមតិសិក្សាកម្រិតខ្ពស់ដែលទទួលចូលឈ្មោះកុមារចាប់ពីអាយុ4ឆ្នាំទៅ5ឆ្នាំចំពោះកម្មវិធីសិក្សាលម្អិតយើងសិក្សាទៅលើកម្មវិធីជាច្រើនដូចជាអត្តចរិតវិន័យនិងសីលធម៌បុរិយសំណេរបុរិយគណិតសិក្សាសង្គមវិទ្យាសាស្ត្រមេរៀនអង្កេតរឿងនិទានចម្រៀងនិងអប់រំកាយផងដែរឯថ្នាក់បឋមសិក្សាវិញគឺទទួលកុមារចូលឈ្មោះចូលរៀនចាប់ពីអាយុ6ឆ្នាំឡើងទៅចំពោះកម្មវិធីសិក្សារយៈពេល6ថ្ងៃក្នុងមួយសប្តាហ៍ក្រៅពីការសិក្សាមុខវិជ្ជាគោលសាលាក៏មានបន្ថែមនូវមុខវិជ្ជាជាច្រើនដូចជាភាសាអង់គ្លេសភាសាចិនកុំព្យូទ័រសិល្បៈកីឡានិងបំណិនជីវិតផ្សេងៗផងដែរចូលមកដល់ថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យវិញក្រៅពីការសិក្សាមុខវិជ្ជាគោលសាលាក៏មានបន្ថែមជូននូវម៉ោងសិក្សាដូចជាភាសាអង់គ្លេសភាសាចិននិងកុំព្យូទ័រកាន់តែពិសេសជាងនេះទៅទៀតសិស្សានុសិស្សដែលសិក្សានៅសាលារៀនកាឌិនភ្នំពេញក៏មានឱកាសចូលរួមការប្រឡងប្រកួតប្រជែងនានាមិនថាក្នុងសាលានិងជាមួយបណ្ដាសាលាផ្សេងៗនោះទេព្រឹត្តិតែពិសេសបន្ថែមទៀតនោះជារៀងរាល់ឆ្នាំសាលាក៏មានរៀបចំប្រឡងជ្រើសរើសសិស្សពូកែប្រចាំឆ្នាំដែលមានឱកាសទទួលបានអាហារូបករណ៍សិក្សាដ៏ឥតគិតថ្លៃរហូតដល់ 100% ពេញមួយឆ្នាំផងដែរប្រសិនបើមេដាបេដាអ្នកអាណាព្យាបាលចង់ឲ្យកូនទទួលបានអត្តចរិតល្អវិន័យល្អសីលធម៌ល្អការសិក្សាទទួលបានគុណភាពខ្ពស់និងមានភាពក្លាហានក្នុងការចូលរួមប្រកួតប្រជែងនានាសូមនាំកូនៗមកចុះឈ្មោះចូលរៀននៅសាលារៀនកាឌិនភ្នំពេញឲ្យបានគ្រប់គ្នាសូមអរគុណ